Ôi, chúng mình sẽ rồi sáng và Chrome SV34 ngày nayខ្ញុំមកធ្វើមហាទៅតជាមួយនឹង strong password ហាក់នេះដែរគឺគោលបំណងចង់ឲ្យ user គាត់ដាក់ password ឲ្យបានត្រឹមត្រូវមិនងាយស្រួលពេកក្នុងការ attack ពីអ្នកដទៃដំបូងយើងដើម្បីធ្វើលំហាត់ទៅតជាមួយនឹង strong password បានយើងត្រូវ install មួយគឺ install limpam pwquality ដើម្បីយើងយកមកប្រើក្នុងការ set ធ្វើជា file configuration មួយដើម្បីឲ្យ user គាត់ធ្វើទៅតាម rule របស់យើងកន្លែងនេះគឺយើង install រហូតមកដល់ចប់ហើយយើងនឹងចូលទៅយើងបង្កើត file configuration មួយដែលយើងប្រើ command បែបនេះគឺ sudo vim/etc security/pwquality.conf អញ្ចឹងយើងចូលមកយើង copy ដោយសារតែខ្ញុំបានធ្វើម្ដងហើយអញ្ចឹងយើងចូលមកបែបនេះយើងចូលមកឃើញជា configuration file របស់យើងបែបនេះគឺយើង set ទៅឲ្យយើង set កន្លែងenforcing នេះហើយកន្លែង retry ហើយនឹង user check ហើយនឹង die check ស្មើមួយហើយនឹង decreate ដក1ដើម្បីឲ្យមានសញ្ញានៅក្នុងហ្នឹងឲ្យមានលេខនៅក្នុងហ្នឹងក្នុង password ហើយកន្លែងនេះគឺ ucredit គឺដែលឲ្យ user គាត់បញ្ចូលគឺមានអក្សរធំនិងអក្សរតូចអក្សរធំយ៉ាងតិច1បន្តមកទៀតគឺ alcredit គឺអក្សរតូចយ៉ាងតិច1ហើយនឹងកន្លែងនេះគឺយើងបញ្ចូល password គឺត្រូវតែមានសញ្ញាយ៉ាងតិច1នៅក្នុងនោះដែរបន្ទាប់មកគឺយើង configuration យើងគឺមានតែប៉ុណ្្នឹងទេហើយយើងចូលមកបន្តមកទៀតយើងបង្កើត user មួយកន្លែងនេះកន្លែងនេះគឺយើងប្រើ command មួយដើម្បីបង្កើត user គឺ sudo add user sv34 បន្ទាប់ពីយើងបង្កើតហើយយើងបានឲ្យ password user ហ្នឹងគឺ123ដើម្បី login បន្ទាប់ទៀតយើងត្រូវធ្វើតទៅជាមួយនឹង strong password យើងទៅlogin ចូលមក user ហ្នឹងមក user ដែលយើងបានបង្កើតមុនហ្នឹងទៅធ្វើការដូរ password ចូលមកដើម្បីដូរ password បានយើងត្រូវប្រើ command psw កន្លែងនេះគេឲ្យដាក់ password ដែលយើងកំពុងតែប្រើគឺ1 2 3ដល់មក new password អញ្ចឹងត្បូងដាក់ password ដែលងាយស្រួលគឺលេខសុទ្ធអញ្ចឹងsystem យើងអត់ឲ្យទេគឺយើងត្រូវបញ្ចូលpassword ដែលមានចំនួន3ខ្ទង់អញ្ចឹងយើងបញ្ចូលទៅដែរគឺមានច្រើនតែយើងបញ្ចូលលេខសុទ្ធដើម្បីតេស្តថានឹងត្រូវកែទៀត កន្លែងនេះដោយសារយើងបញ្ចូលលេខសុទ្ធអញ្ចឹង
អត់អនុញ្ញាតដដែលគឺយើងសាកតេស្តទៅលើ password ដែលងាយស្រួលគឺអក្សរសុទ្ធ អញ្ចឹងកន្លែងនេះគឺយើងធ្វើខុសច្រើនដងពេកគឺឲ្យ user ចូលម្ដងទៀតអញ្ចឹង password ដែលត្រឹមត្រូវគឺយើងមានលេខសញ្ញានិងអក្សរអញ្ចឹងខ្ញុំដាក់ password គឺ SV34 ហើយនឹងសញ្ញា @2026កន្លែងនេះដោយសារតែយើងបង្កើត password ទៅជាន់ឈ្មោះជាមួយនឹងឈ្មោះ user របស់យើងអញ្ចឹងយើងអត់អាចបង្កើតបានអញ្ចឹងខ្ញុំសូមដាក់ password ស្ញែវទៀន1 2 3 4ហើយនឹងអក្សរធំ A អក្សរតូច B C D ហើយនេះដោយសារតែយើងដូរបានហើយអញ្ចឹងត្រូវថាម្ដងទៀតគឺមិញខ្ញុំដាក់ password គឺ pass ហើយ WD ASI 24អញ្ចឹងគឺយើងដូរបានហើយដោយសារតែ password មុនហ្នឹងគឺមានឈ្មោះ user ចូលរួមអញ្ចឹងដែលយើងដូរបានហើយធ្វើការចាក់ចេញមកវិញហើយនឹង login ទៅម្ដងទៀតដោយប្រើ password ដែលយើងយើងឆេងមុនហ្នឹងនេះកន្លែងនេះគឺយើងចូលបានហើយ user អញ្ចឹងការងារនេះនឹងចប់ត្រឹមហ្នឹងសូមអរគុណលោកគ្រូដែលបានមើលវីដេអូនេះ